ជំរាបសួរក៏ដូចសួស្តីបងប្អូនទាំងអស់គ្នាបាទសម្រាប់ថ្ងៃនេះដែរខ្ញុំបាទចង់បង្ហាញពីបាទការដាក់បន្ទាត់នៅក្នុង Microsoft Word បងប្អូនណាបាទការដាក់បន្ទាត់ក្រិតនេះបងប្អូននេះទីខ្ញុំបានបង្ហាញអញ្ចឹងដើម្បីដាក់បន្ទាត់ក្រិតនេះបានបងប្អូនត្រូវចូលទៅកន្លែង view បាទ view នេះយកពាក្យថា rulerបើសិនជាយើងដោះ text អត់មានទេបងប្អូនណាតែបើយើងបើក text វិញគឺមានសម្រាប់បាទកុំព្យូទ័រខ្លះគឺយើងចូល Microsoft Word គឺវា load បាត់បាទ load បាត់អញ្ចឹងដើម្បីឲ្យមានក្រិតបន្ទាត់ក្នុងការធ្វើឯកសារឲ្យងាយកាន់និងងាយស្រួលយើងអាចចូលមក text នៅកន្លែងពាក្យថាយើងចូលមក view នេះសិនមកហើយយើងយកពាក្យថា ruler បងប្អូនណាយើងយកពាក្យថា rulerហើយបន្ទាប់នេះគឺកន្លាការ៉ូផ្ទៃកន្លាការ៉ូបាទបងប្អូនចង់យកស្រឡាញ់ផ្ទៃកន្លាការ៉ូយើងយក text កណ្ដាលនេះបងប្អូនណាហើយសម្រាប់ text ខាងក្រោមនេះដែរគឺជាបន្ទាត់ខាងឆ្វេងបាទបើសិនជាខ្ញុំដោះបន្ទាត់ខាងឆ្វេងនេះគឺបាទលុបយើងមានតែបន្ទាត់ខាងលើទេបងប្អូនណាមានបន្ទាត់ខាងលើទេអញ្ចឹងបើសិនជាយើងដាក់ text វិញបាទយើងមានទាំងខាងលើយើងមានទាំងខាងឆ្វេងអញ្ចឹងងាយស្រួលបងប្អូនអាចធ្វើឯកសារកាន់តែងាយស្រួលបាទដំបងក៏ខ្ញុំអត់ចេះដែរបងប្អូនណាអញ្ចឹងតើតាស្រាវជ្រាវបាទក៏រៀនពី YouTube ខ្លះរៀនពីគ្រូខ្លះអញ្ចឹងក៏បាន technique ខ្លះមកបង្ហាញដល់បាទបងប្អូនអញ្ចឹងបាទអ្វីក៏ដោយក៏យើងត្រូវតែមានការសិក្សាបងប្អូនណាតើតើមានការសិក្សាទៀតយើងចេះបាទសិក្សាស្រាវជ្រាវបាទយើងសួរពីរៀមច្បងឬក៏គ្រូអីផ្សេងឬក៏យើងអាច search ជាមួយ YouTube បាទហើយដែលគ្រូធំបំផុតនោះគឺ YouTube បងប្អូនណាអញ្ចឹងYouTube បរិញ្ញាយើងច្រើនឲ្យតែយើងចេះ search បងប្អូនណាចេះ search មើលព្រោះ YouTube គឺជាបណ្ដុំនៃផ្នែកគំនិតនិងក៏ជាបណ្ដុំនៃសៀវភៅដ៏អស្ចារ្យព្រោះ YouTube បានបង្ហាញច្រើនបងប្អូនបានបង្ហាញច្រើនណាស់ជាងបងប្អូនចង់ចេះដឹងអីផ្សេងអាចស្រាវជ្រាវជាមួយ YouTube បានបាទយើងចូលមកជាមួយនឹងកម្មវិធីយើងវិញគឺបាទព្រោះថាយើងបងប្អូនអាចធ្វើឯកសារកាន់តែស្អាតកាន់តែងាយស្រួលបងប្អូនបាទយកបន្ទាត់នឹងមកបាទអញ្ចឹងអ្វីដែលខ្ញុំចង់ប្រាប់ថ្ងៃនេះគឺបាទគឺការដាក់បន្ទាត់ឆ្វេងខាងឆ្វេងនិងខាងលើបងប្អូនណាព្រោះកុំព្យូទ័រខ្លះយើងទិញមកដំបងគឺអត់មានទេអញ្ចឹងតើតែយើងបាទយកមកដាក់ខ្លួនឯងបាទប្រជាជាតិកម្ពុជាបាទជាតិសាសនាជាតិសាសនាបាទបើយ៉ាសុំទៅជាសាសនាព្រះមហាក្សត្របាទនៅពេលដែលបងប្អូនដាក់បន្ទាត់មកឃើញស្អាតបងប្អូនណាឃើញស្អាតយើងដាក់កន្លាការ៉ូបដាក៏បានយើងមិនដាក់ក៏បាននេះកដានេះបងប្អូនចង់ដោះក៏បានដាក់ក៏បានបើដាក់មើលទៅឃើញស្អាតម្យ៉ាងអូខេបងប្អូនសម្រាប់ថ្ងៃនេះខ្ញុំមានតែប៉ុណ្ណឹងអរគុណច្រើនបងប្អូន